យើងតូចយើងក្រយើងគ្មានយន្តហោះច្បាំងទេប៉ុន្តែកងទ័ពរបស់យើងមានទឹកចិត្តបញ្ហាវាមិនស្ថិតនៅត្រង់បញ្ហាទំនើបទេបញ្ហាកេះកៃអត់ហើយបើគ្រាន់តែបើកម្លាំងធំហេះហើយចូលដល់ស្មើចូលដល់អត់ទេចុះបើខ្សែត្រៀមជួបមុខនឹងគឺវាគិតតែរត់នោះខ្មែរមិនមែនជាពូជអ្នកចម្បាំងទេតែខ្មែរគ្រាន់តែធ្លាប់ច្បាំងដើម្បីការពារខ្លួនតែប៉ុណ្ណោះហើយយើងសិតតែកម្លាំងអេតចាយគេបង្អាប់យើងដល់ប៉ុណ្្នឹងណាចម្លងស្រីនួនថាឲ្យបញ្ជូនតបទៅខ្មែរនឹងគ្រាន់តែដាក់តបទៅវិញហើយក៏កម្លាំងវាថាកម្លាំងអេតចាយយ៉ាងទេខ្មែរមិនមែនជាពូជអ្នកចម្បាំងទេតែខ្មែរគ្រាន់តែធ្លាប់ច្បាំងដើម្បីការពារខ្លួនតែប៉ុណ្ណោះការពារខ្លួនតែប៉ុណ្ណោះ